ហើយនេះយើងនាំគ្នាមកមើលដើមត្រេនដែលមានអាយុ2ឆ្នាំដើមត្រេន Musan King ហើយស្លឹករបស់វាត្រូវបានបំផ្លាញដោយបំរាយភ្លើងវាបានបំផ្លាញធ្វើឲ្យស្លឹករបស់វានឹងរាងសពូនអត់ស្រស់ដោយត្រេនធម្មតាព្រោះស្លឹករបស់វានឹងបានបំផ្លាញអស់ពីច្រើនហើយចឹងស្លឹកវាសពូនហើយធ្លាក់ចឹងចាំយើងនាំគ្នាទៅមើលចិត្តទាំងអស់គ្នាតាបំរាយភ្លើងនឹងពេលជញ្ជក់ទៅវាមានសភាពស្លឹកវាយ៉ាងម៉េចខ្លះចឹងយើងទៅមើលទាំងអស់គ្នាបំរាយភ្លើងកាលណាវាជញ្ជក់ដើមត្រេនណាហើយសញ្ញាដំបូងរបស់វាគឺយើងមើលទៅលើត្រួយរបស់វានោះគឺមានខ្វែហើយខ្វែហ្នឹងមានលក្ខណៈលឿងទៀតលឿងអុចលើត្រួយរបស់វាហ្នឹងគឺយើងមើលទៅគឺខុសពីត្រួយធម្មតាត្រេនធម្មតាវាមានលក្ខណៈពណ៌ខៀវខ្ចីមិនពណ៌ខៀវដូចស្លឹកដែលចាស់របស់វាហ្នឹងឯងចំណែកត្រួយត្រេនដែលមានមីជញ្ជក់នោះគឺពណ៌មានលក្ខណៈរាងលឿងមើលទៅយើងឃើញបែកលឿងហ្មងលឿងអុចនៅលើផ្ទៃរបស់វាហ្នឹងណាមួយទៀតពេលដែលយើងមើលពីចង្អាយយើងឃើញចង់ត្រួយរបស់វាហ្នឹងឃើញឆ្កឹងដោយសារនេះគឺដោយសារមមាញហ្នឹងវាជញ្ជក់ដល់ពេលជញ្ជក់ទៅវាជ្រុះត្រួយរបស់វាដូចមមាខៀវហ្នឹងជ្រុះត្រួយរបស់វាអស់ហើយនៅសល់តែម៉ែករបស់វាឆ្កឹងហ្នឹងវាមិនមែនខ្លោចត្រួយទេអានេះគឺវាជ្រុះស្លឹកអស់ដោយសារមមាញបានធ្វើការជញ្ជក់វាហ្នឹងណាហើយមួយទៀតនៅពេលដែលយើងកលេចទៅមើលត្រួយរបស់វាយើងឃើញត្រួយវាមានលក្ខណៈលឿងជាធម្មតាត្រួយត្រេនវាលឿងហើយប៉ុន្តែវាមិនមែនលឿងចឹងពេកទេអានេះគឺជាលឿងដោយសារមមាញវាជញ្ជក់បានវាលឿងចឹងណាយើងអាចមើលឃើញនេះត្រួយវាលឿងបែបអញ្ចឹងណានឹងស្លឹកវាលឿងត្រួយលឿងហ្នឹងអាហ្នឹងគឺឥទ្ធិពលដែលមមាជញ្ជក់ស្លឹកវាជញ្ជក់ត្រួយរបស់វាណាអាហ្នឹងគឺជាស្លឹកដែលត្រូវបានមមាជញ្ជក់ហើយស្លឹកធ្លាក់ហើយយើងមើលទៅឃើញលឿងអុចនេះមិនមែនជាប្រភេទនៃជំងឺនៅលើស្លឹកទេនេះគឺជាលទ្ធផលដែលមមាញនេះគឺមមាញភ្លើងនោះវាបានជញ្ជក់ធ្វើឲ្យស្លឹករបស់វាហ្នឹងគឺវាអុចឆេះហ្នឹងហើយនឹងមួយទៀតនេះឃើញលឿងឃើញលឿងហ្នឹងអាហ្នឹងមិនមែនប្រភេទជំងឺលើស្លឹកទេណាគឺលទ្ធផលដែលមមាញភ្លើងធ្វើការជញ្ជក់ហើយនៅពេលដែលវិវត្តរហូតទៅដល់នៅពេលស្លឹកនឹងចាស់ទៅស្លឹកនឹងអាចទៅជាឆេះទៅជាខ្លោចឬក៏ជ្រុះហើយបើសិនជាវាស៊ីជញ្ជក់ខ្លាំងមែនតើគឺត្រួយហ្នឹងបន្ទាប់ពីជញ្ជក់ហើយគឺវាជ្រុះអស់ហើយបើសិនជាវាស៊ីបាននៅខ្លះគឺវាគ្រាន់តែខ្វេទៅវាវត្តរហូតដល់ស្លឹកនឹងចាស់ចឹងទៅប៉ុន្តែសមត្ថភាពនៅក្នុងការចិញ្ចឹមដើមរបស់វាហ្នឹងក៏វាថយដែរនេះស៊ីឲ្យធ្លុះហូចដើមត្រេនហ្មងណាងដូច Musan King ហ្នឹងដូចជារៀងធន់ជាងមិនថងបើត្រេនមិនថងវិញតែប៉ុណ្ណឹងនឹងឆេះខ្ទេចខ្លាំងជាងហ្នឹងហើយតែ Musan King នៅមានចាញ់ត្រួយទៀតណានេះចាញ់ត្រួយចុងហើយបើយើងថែត្រួយនឹងបានត្រួយនឹងធំហើយអស់នេះអត់តន់ជ្រុះអស់អញ្ចឹងអត់អីទេត្រេននឹងវាអត់ងាប់ទេតែវាអត់ងាប់ក៏វាអន់ត្រេននឹងបើការពីអត់បានងាប់នេះយើងមើលទៅលក្ខណៈធន់ធ្ងរហ្មងមកស្លឹកវានិយាយទៅស្លឹកវា80ទៅ90%ត្រូវបានបំផ្លាញលឿងឆេះខ្លោចហើយត្រួយថ្មីចេញមកទៀតតែត្រួយថ្មីដូចយើងការពារវាបានទេអត់អីទេត្រួយថ្មីមកនេះត្រួយថ្មីដែលវាចេញមកហើយករណីដែលយើងអាចទប់ស្កាត់វាបានពេលដែលយើងឃើញវាជញ្ជក់ភ្លាមហ្នឹងយើងបាញ់ថ្នាំការពារភ្លាមអញ្ចឹងយើងអាចជួយទប់ស្កាត់មិនឲ្យវាស៊ីបន្តទៀតបានប៉ុន្តែការព្យាបាលនោះគឺយើងមិនអាចព្យាបាលទៅលើស្លឹកដែលវាជញ្ជក់បានហ្នឹងទេស្លឹកមួយចំនួននោះពេលដែលវាជញ្ជក់បាន 100% ឬក៏ 70 ទៅ 80% ហ្នឹងវាអាចជ្រុះចេញពីដើមរបស់វាហ្នឹងហើយស្លឹកមួយចំនួនដែលវានៅមានសមត្ថភាពបានន័យថាវាជញ្ជក់មិនទាន់អស់ទេគឺវាអាចនៅបន្តការលូតលាស់នៅជាមួយដើមរបស់វាហ្នឹងប៉ុន្តែដូរសន្តានទៅជាខ្វែហើយទៅជាអុចហើយមានលក្ខណៈលឿងហើយនៅអាយុកាលមួយនោះគឺវានឹងជ្រុះចេញពីដើមរបស់វាប៉ុន្តែទោះយ៉ាងណាក៏វាអាចនៅយូរដូចស្លឹកដែលមានសុខភាពល្អធម្មតាដែលមានអាយុ12ខែឬក៏13ខែនោះដែរអញ្ចឹងអ្វីដែលយើងការពារបានគឺយើងអាចការពារបានត្រឹមតែត្រួយថ្មីតែប៉ុណ្ណោះយើងអត់អាចទៅព្យាបាលទៅលើស្លឹកចាស់ដែលវាជញ្ជក់ហើយបានទេតែដល់ពេលវាបំផ្លាញវាទៅជាខ្វែឆេះហើយជ្រុំទៀតខុសគ្នាទៅមមាញភ្លើងនិងមមាញខៀវមមាញ
ភ្លើងគេវាស៊ីទៅវាខ្វេមីខៀវវាស៊ីទៅវាគ្រាន់តែខ្វេប៉ុន្តែបើមីភ្លើងវិញស៊ីខ្វេហើយឆេះទៀតឆេះហ្នឹងគឺធ្វើឲ្យខូចស្លឹកត្មងគុណភាពស្លឹកហ្នឹងគឺខូចហ្មងហើយខ្វេហើយធ្លុះហើយជ្រុះអស់ពីដើមទៀតហើយជ្រុះអស់ពីដើមងាប់ពីដើមត្រេនជ្រុះស្លឹកចាស់អស់ងាប់ហើយចឹងពេលដែលយើងដឹងយើងដើរមើលរងថ្ងៃនេះយើងការពីអត់បានទេអាស្លឹកចាស់ហ្នឹងវាបានស៊ីហើយអញ្ចឹងយើងព្យាអ្វីដែលយើងអាចធ្វើបានគឺយើងព្យាយាមការពារត្រួយថ្មីនេះអាត្រួយថ្មីដែលចេញមកហ្នឹងយើងត្រូវការពារវាបានអាណាយើងការពារបានអាត្រួយថ្មីចេញមកហ្នឹងបានន័យថាយើងការពារស្លឹកថ្មីរបស់វាបានហើយអាចាស់ដែលឆេះខ្វេនោះយើងអាចធ្វើអីបានទេយើងមានតែការពារត្រួយថ្មីរបស់វានឹងឲ្យវាឆាប់ធំបំពន់វាឆាប់ធំដើម្បីមានតួនាទីដើរតួនាទីជាអ្នកស្រូបយកសារធាតុចិញ្ចឹមមកចិញ្ចឹមដើមនិងស្លឹករបស់វានឹងចឹងអ្វីដែលយើងអាចធ្វើបានគឺការពារត្រួយថ្មីហើយមួយទៀតយើងត្រូវការពារដើមផ្សេងទៀតយើងមើលយើងគ្រាន់តែឃើញថាវាខ្វេហ្នឹងយើងដឹងយើងការពារវាភ្លាមឬមួយក៏យើងអាចការពារគ្រប់ដើមត្រេនដែលនៅក្បែរវាហ្នឹងដែលហានិភ័យព្រោះវាចុះតាមអាដុំហ្នឹងមកគឺវាស៊ីហើយឲ្យតែមានត្រួយថ្មីហ្នឹងគឺស៊ីនិយាយទៅដើមត្រេនគឺឲ្យតែមានត្រួយថ្មីមកគឺសัตว์ដឹងមកពីណាទេមានមកមីភ្លើងមកមីខៀវអាហ្នឹងវាស៊ីត្រួយត្រេនវាជញ្ជក់ត្រួយត្រេនជញ្ជក់តែមួយថ្ងៃឯងយើងដឹងហើយអត់អីណាមើលថាឡើងដល់2 3ថ្ងៃហើយខូចហើយខូចទាំងស្រុងតែម្ដងអញ្ចឹងបើយើងត្រូវតែធ្វើការពារត្រួយថ្មីដែលវានឹងចេញមកបន្ទាប់ទៀតហើយមួយមេឃភ្លើងនេះពេលដែលវាជញ្ជក់វាធ្វើឲ្យអខានការលូតលាស់នៃត្រួយនៃស្លឹកត្រេនវាអត់ចាញ់ត្រួយទេយូរវាមានត្រួយថ្មីមែនប៉ុន្តែមកតែវាចាញ់ត្រួយថ្មីគឺវាយូរអាចប្រហែលមកពីស្លឹករបស់វាត្រូវបានបំផ្លាញដល់ពេលអញ្ចឹងដំណើរការនៃការបញ្ចេញត្រួយរបស់វានឹងយូរទៅប្រហែលជាអាចអញ្ចឹងមកតែវាចេញត្រួយថ្មីណាគឺយូរត្រួយយូរពេលដែលមានមេឃភ្លើងជញ្ជក់វាអត់ដូចមេឃខៀវនេះធ្ងន់ធ្ងរជាងមេឃខៀវដើមរបស់វាអត់អីទេដើមវាធម្មតាតែស្លឹករបស់វាហ្នឹងគឺឆេះនិយាយទៅសពូនខុសពីធម្មតាយើងមើលទៅឃើញhìnhសពូនធម្មតាស្លឹកត្រេនគឺវារៀងកប៉ាងតែនេះអត់ទេយើងមើលពីចម្ងាយក៏ដឹងថាត្រេនហ្នឹងមានបញ្ហាណាមើលឃើញស្លឹករបស់វាយើងសពូនបាត់មែនវាមានត្រួយចុងត្រួយដែលយើងការពារបានមែនតែយើងមើលថាឃើញយើងសពូនស្លឹកមួយស្លឹកត្រេនហ្នឹងណាយើងឃើញសពូនវាអត់កប៉ាងស្លឹកត្រេនដែលមានសុខភាពល្អគឺវារីកកប៉ាងធំអត់សពូនអញ្ចឹងទេស្លឹកដូចចារីកកប៉ាងដូចអញ្ចឹងភាគច្រើនតែនេះអត់ភាគច្រើនមើលទៅឃើញសពូនញោបជាប់គ្នាអញ្ចឹងណាអាហ្នឹងគឺជាស្លឹកត្រេនដែលមានបញ្ហាតែអ្វីដែលជាសញ្ញាដំបូងដែលធ្វើឲ្យយើងដឹងនោះគឺខ្វេពេលយើងដើមផលិតត្រេនជារៀងរាល់ថ្ងៃគឺឃើញស្លឹកវាខ្វេត្រួយវាខ្វេអាហ្នឹងយើងចាប់ផ្ដើមការពារវាភ្លាមទុកឲ្យយូរជ្រុះអស់ហើយត្រួយនឹងស្លឹកជ្រុះអស់ត្រេនអន់ដើមហើយទៅជារាប់ទៀតមកមីភ្លើងស៊ីត្រួយត្រេនពេលដែលយើងដឹងថាមានសัตว์ហ្នឹងមកជញ្ជក់មកមីភ្លើងនឹងជក់ហើយយើងប្រើថ្នាំមកមីភ្លើងដែលយើងអាចស្វែងរកបាននៅកន្លែងលក់ថ្នាំជីគីមីកសិកម្មហ្នឹងសម្រាប់ថ្នាំការពារមមីភ្លើងហ្នឹងក៏ដូចជាមមីខៀវដែលស៊ីខ្វេស្លឹកចឹងដែរគឺយើងប្រើថ្នាំ
ប្រភេទមមាញក៏អាចកម្ចាត់បានមមាញហើយតែពពួកមមាញគឺប្រើថ្នាំនឹងទាំងអស់ដូចគ្នាកសិករត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើទៅរាល់ពេលដែលត្រេនចេញត្រួយនៅពេលដែលត្រេនចេញត្រួយគឺកសិករត្រូវធ្វើការពារបាញ់ថ្នាំការពារត្រួយត្រេនឲ្យបានត្រឹមត្រូវឬក៏រៀបចំពេលវេលាឲ្យបានច្បាស់លាស់ដើម្បីថែត្រួយត្រេនរាល់ពេលដែលត្រេនចេញត្រួយពីព្រោះថារាល់ពេលដែលត្រេនមានការចេញត្រួយវានឹងត្រូវបានបំផ្លាញពីសត្វល្អិតទាំងឡាយជាពិសេសគឺសត្វមមាញតែវានឹងចាំបំផ្លាញត្រួយត្រេននៅពេលដែលវាចេញត្រួយខ្ចីរបស់វានឹងហើយក៏ត្រូវថែរក្សាផងដែរនៅស្លឹកចាស់របស់វាឲ្យបានត្រឹមត្រូវដើម្បីឲ្យត្រេននោះមានស្លឹកដែលមានគុណភាពมันមានការបំផ្លាញពីសត្វល្អិតទាំងឡាយมันមានជំងឺហើយនឹងស្លឹកគ្រប់គ្រាន់ដើម្បីឲ្យត្រេនមានការលូតលាស់ល្អនិងបញ្ចេញផ្លែផ្កាល្អទៅតាមរដូវកាលរបស់វាហើយបើសិនជាត្រេននោះអត់មានស្លឹកល្អទេយើងបង្ខំឲ្យត្រេនមានផ្លែមានផ្កានោះឬក៏ស្លឹករបស់វាមិនមានល្អត្រេនអត់អាចលូតលាស់ល្អបានទេហើយបើយើងបង្ខំឲ្យវាផ្លែផ្កាការចេញផ្លែចេញផ្ការបស់វានឹងធ្វើឲ្យប៉ះពាល់ដល់ដើមត្រេនអាចធ្វើឲ្យត្រេននោះក្រិនឬក៏ពេលខ្លះធ្វើឲ្យត្រេននោះរហូតដល់ស្លាប់តាមក៏មានដែរអញ្ចឹងគឺស្លឹកហើយនឹងត្រួយរបស់ត្រេននេះមានសារៈសំខាន់សម្រាប់ដើមត្រេនកាលណាអត់មានស្លឹកធំត្រេនក៏មិនអាចរស់នៅបានហើយកាលណាអត់មានត្រួយត្រេនក៏មិនអាចបន្តការលូតលាស់បានដែរដូច្នេះកសិករត្រូវធ្វើការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការ